ថ្ងៃនេះចង់មកចែកម្លែករឿងពិតមួយនៅក្នុងវិស័យព័ត៌មានជាខ្ញុំជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ខ្លាំងទៅលើវិស័យព័ត៌មានជានេះព្រោះវាមានរឿងរ៉ាវជាច្រើនអ្វីៗជាច្រើនដែលធ្វើយើងចាប់អារម្មណ៍មែនទែនហើយអ្នកខ្លះគាត់រៀនព័ត៌មានជាដែរប៉ុន្តែគាត់អត់បានស្គាល់ថាអីទៅជា RAM អីទៅជា hard disk ទេអានេះវារឿងពិតទេមិនមែនរឿងនិយាយកំ pl ែងថ្ងៃហ្នឹង Nice. Oh my god. Wow. មែនតើទៅ RAM ហើយនឹង hard disk វាគឺជា memory ដូចគ្នាគណថាមួយគឺជា primary storage ហើយមួយទៀតជា secondary storage អញ្ចឹងឆ្ងល់ទៀតស្អីទៅ primary storage ស្អីទៅ secondary storage primary storage ហ្នឹងគឺជា memory មួយដែលវាផ្ទុកទិន្នន័យនៅពេលដែលមានភ្លើងចូលទៅហើយកម្មវិធីដំណើរការតែប៉ុណ្ណោះខ្ញុំឧទាហរណ៍ថាអ្នកទាំងអស់គ្នាកំពុងវាយ Word Excel PowerPoint ឬមួយក៏បើក Photoshop អញ្ចឹងពេលនោះវានឹងបញ្ជូនទិន្នន័យទាំងអស់ហ្នឹងទៅទុកនៅក្នុង RAM មូលហេតុដែលវា store នៅក្នុង primary storage ដោយសារអីនៅពេលដែលវាដោះដូរទិន្នន័យធ្វើការផ្លាស់ប្ដូរវាលឿនហើយទិន្នន័យទាំងអស់នោះនឹងត្រូវបាន transfer ចូលទៅក្នុង hard disk ដែលជា secondary storage ហ្នឹង hard disk ហើយនឹង SSD ដូចគ្នាវាជា data storage ដូចគ្នាគាត់ថាវាខុស version ខុស generation ខុសអីរបស់វាអញ្ចឹងណាតាមចំនួនមួយតែប៉ុណ្្នឹងប៉ុន្តែវានៅតែជា data storage ដដែលទេបាទអញ្ចឹងនៅពេលដែល data ទាំងអស់ហ្នឹង save ចូលទៅក្នុង secondary storage ឬមួយក៏ hard disk ហ្នឹងហើយយើងបិទកម្មវិធីទៅទិន្នន័យហ្នឹងគឺវានៅក្នុង hard disk ហ្នឹងរហូតហើយអញ្ចឹងវាត្រូវបានធ្វើប្រតិបត្តិការដោយ user គាត់ចង់បើកគាត់ចង់កែចង់អីគឺវានៅក្នុង hard disk ហ្នឹងហើយអញ្ចឹងមានប៉ុណ្្នឹងឯងហើយអ្នកនរគ្នាលែងច្រឡំទៀតយើងសង្ខេបមកវិញគឺ RAM វាផ្ទុកទិន្នន័យតែនៅពេលដែលកម្មវិធីកំពុងដំណើរការឬមួយហើយនៅពេលដែលមានភ្លើងចូលតែប៉ុណ្ណោះតែចំពោះhard drive ដែលជា secondary storage ហ្នឹងគឺវាផ្ទុកទិន្នន័យជាចិនត្រៃហើយវាត្រូវបានធ្វើប្រតិបត្តិការដោយ user